បាទអូខេសួស្តីដល់បងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ Channel នេះវិជ្ជាសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំមានបាទវីដេអូឃ្លីបថ្មីមួយទៀតហើយចែកម្លែកជូនដល់បងប្អូនក៏ដូចជាអាប់ដេតមេរៀនបាទមួយចំនួនខ្លះៗនៅក្នុងឆ្នាំ2025នេះបាទតាំងពីរៀងយូរដែរដែលខ្ញុំអត់បានចេញជាវីដេអូក៏ដូចជាអាប់ដេតព័ត៌មានជូនដល់បងប្អូនបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៅក្នុងការបង្កើតបាទ Facebook នៅក្នុងឆ្នាំ2025ក៏ដូចជាអាប់ដេតនៅព័ត៌មានមួយចំនួននៅលើ page ក៏ដូចជាការបង្កើត page ជាដើមនិងចេញវីដេអូជាបន្តទៀតអញ្ចឹងថ្ងៃនេះខ្ញុំចែកចម្លែកពីរបៀបនៅក្នុងការចូលទៅបាទបង្កើត Facebook បាទអញ្ចឹងចំពោះបងប្អូនដៃថ្មីដែលមិនទាន់ចេះបង្កើតនៅក្នុងឆ្នាំ2025នេះកុំភ្លេចបាទមើលការបង្កើតទាំងអស់គ្នាហើយការបង្កើតនេះខ្ញុំចែកម្លែកនៅលើ laptop តែម្ដងទៅបាទចំពោះការបង្កើតនៅលើទូរស័ព្ទនៅលើ laptop វាស្តៀងតែគ្នាទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំចែកម្លែកបងប្អូនបាទនៅលើ laptop តែម្ដងទៅបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមករៀនបង្កើតទាំងអស់គ្នាបាទអូខេខ្ញុំចុចពាក្យ create new នេះបាទចំពោះឈ្មោះខ្ញុំដាក់បាទអញ្ចឹងបងប្អូនបង្កើត Facebook បងប្អូនត្រៀមឈ្មោះបាទអូខេចឹងអាយុខ្ញុំចេះតែដាក់បាទចំពោះអាយុយើងចង់ដាក់ផ្ទៀងតាមតាញបានយើងក៏បានយើងចង់ដាក់បាទធ្វើមិនឲ្យប្លែកឬក៏ហ្នឹងហើយចង់ដាក់ខុសក៏បានដែរអាស្រ័យលើយើងទេអូខេហើយខ្ញុំយកបាទអញ្ចឹងឈ្មោះនេះខ្ញុំដាក់ឈ្មោះស្រីបាទអញ្ចឹងហើយចំពោះថ្ងៃខែឆ្នាំកំណត់ថ្ងៃទីអីបងប្អូនចង់ដាក់តាមតាញបានត្រូវទាំងអស់ក៏បានដែរខ្ញុំបាទអញ្ចឹងខ្ញុំជ្រើសរើសយកស្រី female បាទខ្ញុំចុចពីអូខេផ្លេចលេខទូរស័ព្ទបាទអូខេផ្លេចបាទពេញលេខទូរស័ព្ទពេញលេខទូរស័ព្ទមួយមកគេបន្តមកទៀតយើងដាក់បាទ password ចាប់ពី8ខ្ទង់មានលេខផងអក្សរផងលេខគ្នាធ្វើមិនចាប់ពី8ខ្ទង់ឡើងបាទខ្ញុំដាក់អូខេអញ្ចឹងបន្ទាប់ពីបងប្អូនពេញឈ្មោះក៏ដូចជាខាងឆ្នាំកំណត់ហើយចំពោះ page កន្លែង gender នេះបាទអញ្ចឹងបងប្អូនដូចថាបង្កើតអត់ចង់បានបាទសម្ដៅសម្គាល់ទៅលើមនុស្សស្រីប្រុសចង់បង្កើតធម្មតាបងប្អូនយក custom មកអានេះជាធម្មតាបាទនេះយើងជ្រើសរើសបាទជាប្រភេទមនុស្សស្រីមនុស្សប្រុសបាទអូខេតោះមកយើងដាក់លេខទូរស័ព្ទហើយយើងបំពេញ password ចូលចាប់ពី8ខ្ទង់ឡើងបាទអញ្ចឹងយើងចុចពាក្យ sign up មកចាំបន្តិចបងប្អូនបាទរៀងយូរបន្តិចអូខេអញ្ចឹងបាទបងប្អូនដាក់លេខមួយណាគឺបាទនឹងខាង Facebook វានឹង send code ទៅបាទលើលេខទូរស័ព្ទដៃបងប្អូនទៅលើលេខដែលបងប្អូនបង្កើតហ្នឹងអូខេអញ្ចឹងយើងចាំទទួលលេខទាំងអស់គ្នាអញ្ចឹងអូខេហើយ confirm ហើយអញ្ចឹងបាទការបង្កើត Facebook យើងដូចជាបានសម្រេចហើយបងប្អូនអូខេយើងរតាមនោះមកបាទអញ្ចឹងត្រង់ចំណុចនោះវារៀងនេះតិចបងប្អូនបាទព្រោះដោយសារលេខដែលខ្ញុំបង្កើតនោះលេខថ្មីបាទអញ្ចឹងគឺបាទវាអត់ទាន់ SMS ឲ្យអូខេ
ចឹងយើងបង្កើត Facebook បានហើយបាទយើងបង្កើតបានហើយអញ្ចឹងគឺយើងបំពេញព័ត៌មានទៅបងប្អូនបាទបងប្អូនពេញព័ត៌មានពិតក៏បានចង់ពេញព័ត៌មានคล้ายៗក៏បានបាទយើងដាក់តាំង profile cover តាមហ្នឹងមកបងប្អូនហើយរស់នៅណាទីតាំងយើងបច្ចុប្បន្នរស់នៅណាចំណងជាមួយចិត្តមិនខ្លាអញ្ចឹងណាបាទឬក៏យើងចង់ផុសរូបអីបន្ថែមក៏បានដែរបាទអញ្ចឹងចំពោះការបំពេញព័ត៌មាន Facebook អត់ពិបាកទេបងប្អូនបាទហើយបងប្អូនបំពេញចំពោះបាទសម្រាប់ account ហើយ account នេះគោលដៅគឺខ្ញុំបង្កើតឡើងនេះគឺដើម្បីយកមកទុកកាន់ page ទុក boot page តែម្ដងបាទអញ្ចឹងខ្ញុំចែកម្លែកលើក្រោយទៀតខ្ញុំចែកម្លែកបាទការបង្កើត page ហើយចំពោះការបំពេញព័ត៌មានលើ Facebook បងប្អូនចេះបាទយើងគ្រាន់តែបំពេញបាទនៅព័ត៌មានតោះខ្លួនរបស់យើងនិងទីតាំងរបស់យើងទៅបាទចំណូលចិត្តយើងដាក់ទៅរូបភាពយើងបាទឬក៏តាំង profile ផុសអីតិចតួចទៅណាបងប្អូនបាទអញ្ចឹងដូចជាការបង្កើត Facebook អត់មានអីច្រើនបងប្អូនមានតែប៉ុណ្្នឹងបាទចែកម្លែកតែប៉ុណ្្នឹងបាទអញ្ចឹងក្រោយទៀតខ្ញុំនឹងបាទប្រាប់ពីរបៀបនៅក្នុងការចូលទៅបង្កើត page ថ្មីក្នុងឆ្នាំ2025បាទអូខេអញ្ចឹងថ្ងៃហ្នឹងមានការចែកម្លែកតែប៉ុណ្ណឹងសូមអរគុណបាទ